thay yun na bằng ổn việc trong trôi và tiền dương tăng tapi tầm anh cô mà việc trong trôi mang bằng ổn cuộc cầm nứt bao Hồ Chí Minh bằng ổn khỏi mà tiếc đấy nè tầm anh cô nó miệt bao miệt môn đó mà Hồ Chí Minh còn miệt cầm nứt ngôi thà bà do lái hay do Khmer mình bán bằng cá tây chia ẩn đu chân ở thôn mình bán thế đặt khát chân thở tờ lép ai chân thở tờ lép như ngay chân sông tô Khmer cho sông tô Lào cho Khmer chừng rêu thế thở tờ lép ai ngay cầm nứt Hồ Chí Minh với bà vô con trai về thầy chân trôi ta bằng cá ẩn đu chân ở bàn kia dâm châu na bằng ôn Khmer mùi ná tới hạ cá chỉ mùi yuan bằng ôn Khmer ở đây miền là sập trâu xua pui chỉ mùi yuan miền ta lỡ bật sáp cầm hăng Khmer bán nó tới chỉ yuan nhẹ miền cuốn là lấy việc thưa bán tầm đó chật đôi lá đó bằng ôn chật đôi lá vậy thấy ở tầm đó chỉ yuan đôi bật tay hôn sai nó tròn ngớp á bằng ôn còn ngớp bán này ngớp mày ui thì họ còn tròn ngớp ta quát tung tới quát hiền dây đẹp dây bạc mà hả quát hiền dây hay bởi vì dây bạc mà nó sáp hay năng lên miền Aram sập yuan hay năng bằng ôn già nào mới cái do có đó có okอะไรcái do có thang mua chết có okอะไรcái chắc đây nó bị sầm mất bao kia nữa á trôi màu bầu cua bao dương kia đây có ok ta tiết đây bên đây cam chưa ra nè để yuan cam cặp nơiក្នុងស្រុកខ្មែរយួនមានសញ្ជាតិខ្មែរបោះឆ្នោតឲ្យយួនចូលមកបោះឆ្នោតទៀតប៉ុណ្ណឹងហើយអត់ដឹងខ្លួនទេចង់បានស្អីបងប្អូនចង់បានសរងបានកម្មាឡើងផ្លិចចិត្តសាសរបស់ខ្លួនទេដូចតកិចក្បាលនឹងថ្មរួចហើយផ្លិចប្រវត្តិសាស្ត្របងប្អូនវិចារណាមើលនៅក្នុងសាលាគេឲ្យយើងរៀនតសោះទៅរៀនឡើងសម័យអង្គរឯណោះរៀនបានប្រយោជន៍អីបងប្អូនអាប្រវត្តិសាស្ត្រណាដែលមានប្រយោជន៍ក្នុងពេលបច្ចុប្បន្នដើម្បីការពារទឹកដីរបស់យើងគេអត់បង្រៀនទេមាន7មករាកន្លែងណាក៏ធ្វើស្តូករំលឹកគុណ7មករាគ្រប់ខែទាំងអស់ស្តូក7គុណ7មករាកុំភ័យបងប្អូនកុំគិតថាខ្ញុំចង់បានអីពីបងប្អូន52ណាហើយអត់មានប្រពន្ធអត់មានកូនអត់មានឈាមមកតំណក់នៅលើដីនឹងទេងាប់ទៅសូនឈឹងមានតែបងប្អូនទេដែលងាប់ហើយសល់កូនធ្វើកាជះគេខ្ញុំដាច់ពូជហើយបើនិយាយស្ដាប់គ្នាមិនបានទេឲ្យវាងាប់ទៅមនុស្សខ្លះគ្មានតម្លៃសម្រាប់សង្គ្រោះទេឲ្យវាងាប់ឲ្យស្រឡះទៅពីព្រោះអីកណើតវាកើតមកល្ងងណាស់សម្រាប់ឲ្យតែគេជិះជាន់ទេនិយាយស្ដាប់គ្នាមិនបានមានតែរុញថែមឥឡូវបងប្អូនមើល7មករាបងប្អូនណាអាមេរិកកាំងនេះមួយសូវៀតនេះពីរអន្តរជាតិច្រើនណាបងប្អូនណាគេចង់វាយប្រទេសខ្មែរតាំងពី76បងប្អូនតាំងពី76យើងវាយ79ណាអាមេរិកកាំងសូវៀតណាវាចង់វាយចូលប្រទេសខ្មែរវាចង់វាយប៉ុលពតទៅវាដឹងណាបងប្អូនវាដឹងណាយួននិយាយពីខាំងគ្នាបងប្អូនខាំងគ្នាឲ្យវាយទេតែពួកនឹងវាយមកវាមានឱកាសឯណាវាយវាខាំងគ្នាទី1គឺដើម្បីអីដើម្បីឲ្យខ្មែរនឹងស្លាប់គ្នាសិនហើយអាស្លាប់គ្នានឹងទៀតបងប្អូនទៅមើលរឿងអីបានជាវាកើតជាប៉ុលពតអាទ័ពម៉ាន់តិចក្នុងព្រៃសោះនោះរួចហើយមកវាយឈ្នះទ័ពលន់ណុលដែលជាទ័ពអាមេរិកកាំងនៅពីក្រោយប៉ុលពតមានពីណាស្គាល់ឈ្មោះបងប្អូនទ័ពវាបន្តិចហើយហេតុអីបានអាមេរិកហេតុអីបានជាមានរដ្ឋប្រហារបងប្អូនតម្លាក់សម្ដេចឪយើងហេតុអីពីព្រោះសម្ដេចឪរបស់យើងគាត់លាក់យាកកង200,000នាក់គាត់លាក់យាកកងហើយយាកកងហ្នឹងវាមកពីណាវាមកពីយួនខាងជើងវាមកណាវាមកយួនខាងត្បូងវាមកធ្វើអីមកវាយអាមេរិកកាំងដល់ពេលវាមិនហ៊ាននៅយួនខាងត្បូងវានៅជាយដែនខ្មែរពីព្រោះយួនខាងត្បូងអាមេរិកកាំងវាប្រលាក់គ្រាប់ដៃលើដីយួនអញ្ចឹងអាយាកកងគ្មានដីនៅសុំតាយើងណានៅឯដីខ្មែរណាបងប្អូនណាតាយើងគាត់មានពុនគាត់មិនម៉ែគាត់នឹងសុតខាងនោះទៀតដល់ពេលចង់កិញឯនោះគេបញ្ចូលមកបងប្អូនចូលមកនិយាយអត់បានទេរដ្ឋធម្មនុញ្ញគេមិនឲ្យប៉ះបងប្អូនឃើញគេសិតតែបិទមាត់យើងទាំងអស់អត់ដឹងខ្លួនទេណាគិតតែពីស៊ីដីធ្វើកូននៅពេញផ្ទះកើតកូនមកបញ្ជាក់គេតពូចអត់គិតទេហើយយើងរដ្ឋធម្មនុញ្ញគេខាមគេហាមមិនដឹងយកទៅចាក់នឹងខ្ញុំល្មិចទេណាបងប្អូនណាព្រោះរដ្ឋធម្មនុញ្ញគេមិនឲ្យប៉ះទេពុនតាយើងកាត់អញ្ចឹងម៉ែគាត់សុតហើយយួនបងប្អូនត្រូវដឹងតែរបស់វាគឺវាតាមរយហើយចូលដល់វាំងហើយបងប្អូនពិចារណាមើលនិយាយចុះនិយាយឡើងលាក់យាកកងរបស់គេ200,000នាក់ដល់ពេលអាយាកកងហ្នឹងវាវាយឈ្នះលុនវាយឈ្នះពួកអាមេរិកកាំងនៅឯស្រុកយួនខាងត្បូងអាយួនខាងអាយាកកងវាអត់ព្រមចាញ់ពីស្រុកខ្មែរ200,000នាក់តាគាត់លេឡាពីព្រោះអាមេរិកកាំងចោតគាត់យូរហើយចោតតាយើងថាលាក់យាកកង
ពីព្រោះអាមេរិកវាតម្លាក់នៅលើដីយួនតម្លាក់នៅពេលយកកងវានៅក្នុងដីខ្មែរដល់ពេលតាយើងថាអាមេរិកឈ្លានពានដីខ្មែរអាមេរិកថាអត់ឈ្លានពានទេគឺវាមកតម្លាក់យួនព្រោះតាយើងលាក់យួនអាមេរិកក្តៅតាយើងសម្បើមណាបងប្អូនវាចាញ់សង្គ្រាមណាដោយសារតាយើងលាក់យកកងហ្នឹងបងប្អូនបើសិនណាជាយកកងគ្មានកន្លែងនៅបងប្អូនអាមេរិកមិនបានចាញ់សង្គ្រាមទេបងប្អូនចាញ់សង្គ្រាមកូនប្រទេសកប៉ុកឡុកមួយយួនបងប្អូនអាមេរិកអាចចាញ់សង្គ្រាមស្រុកណាវាឈឺចិត្តណាបងប្អូនវាគិតទុកក្នុងប្រវត្តិសាស្ត្រណាវាមិនចូលចិត្តតាយើងទេប៉ុន្តែវាអត់ហ៊ានថាព្រោះប្រជាពលរដ្ឋខ្មែរវាចូលចិត្តដល់ពេលអាមេរិកវាចាញ់សង្គ្រាមអាយួនយកកង200000នាក់ដែលតាយើងទុកទេណាវាអត់ព្រមចេញពីស្រុកខ្មែរតាលេឡានឹងទៅហៅអាមេរិកទៅហៅអាម៉េចបើខ្លួនឯងបដិសេធថាគ្មានយកកងទេហ្នឹងថ្កោលទោសអាមេរិកថាទម្លាក់គ្រាប់បែកលើប្រទេសរបស់ខ្លួនទៅទៀតណាឃើញទេដល់ពេលអញ្ចឹងលេឡារត់ទៅលិចរត់ទៅកើតចោលសុកចោលទេហ៎លន់ណយនេះគាត់មិនដឹងធ្វើម៉េចបើយួននៅពេញដីអញ្ចឹងវាត្រូវតែទម្លាក់គាត់ដើម្បីយកអំណាចដេញយួនប្រាប់គាត់ឲ្យនៅស្ងៀមសិនទៅគ្រោះថ្នាក់ណាស់តែគាត់អំពាវនាវឲ្យចូលព្រៃហ្នឹងគឺងាប់ពួកអីលន់ណល់ទម្លាក់គាត់ទៅនិយាយពីលន់ណល់ដឹងថាប្រទេសរបស់ខ្លួននឹងកំពុងតែនៅលើភ្លើងសង្គ្រាមហើយភ្លើងវាឆេះនៅស្រុកយួនណាបងប្អូនណាតាសម្រាប់ចិត្តមិនស្រួលហៅគេឲ្យចូលព្រៃភ្លើងឆេះពីស្រុកយួនរាលដាលចូលស្រុកខ្មែរអញ្ចឹងលន់ណល់គាត់ភ័យណាស់បញ្ជូនគណៈប្រតិភូទៅប្រាប់តាថានៅឲ្យស្ងៀមទៅចាំគេដេញយួនរួចហើយគេហៅចូលមកវិញហើយឲ្យនៅស្ងៀមទៅគេមិនទម្លាក់ទេប៉ុន្តែឯងធ្វើអត់កើតពីព្រោះតាឯងអ្នកលាក់យាកងតែហៅអាមេរិកមិនបានទេឯនោះបងប្អូនមានយាយគាត់ផងមានអីផងពីលើមកម៉ែក្មេងគាត់ចាក់រុកគាត់មិនមកស្រុកខ្មែររុចទៅស្រុកចិនទៅស្រុកចិននិយាយពីយួនវាទៅស្រុកចិនហ្មងបងប្អូនវាទៅប្រធានាធិបតីវាទៅស្រុកចិនវាលាក់មុខក្រោយវាធ្វើមិនក៏ដោយឲ្យតាយើងប្រកាសសង្គ្រាមឡើងជាមួយនឹងលន់ណល់ថា2000000នាក់នៅក្នុងព្រៃនោះវាអត់ចាញ់ទេយកកងបងប្អូនតាយើងគេចាក់គេរុកថាលន់ណល់ក្បត់ជាតិធ្វើរដ្ឋប្រហារតម្លាក់គាត់កូនអើយចូលព្រៃម៉ាក់ទីកូនយកអំណាចឲ្យវិញសង្គ្រាមផ្ទុះបឹងលន់ណល់ហូរទឹកភ្នែកហ្មងគេចាប់បានតាយកទៅហើយពីព្រោះខ្មែរយើងតែជឿអាណាជឿហើយអូប៉ុលពតគ្នាមកកបាច់លិចនោះបងប្អូនវាទៅវាយឈ្នះទ័ពអាមេរិកកាំងដែលទ័ពលន់ណល់ដែលអាមេរិកកាំងនៅពីក្រោយកើតទេបងប្អូនដោយសារគេស្មានតែចូលព្រៃនឹងយកអំណាចឲ្យតាហើយតានឹងដឹងនិយាយថាម៉េចទេបងប្អូនមកពិភពលោកបងប្អូនកុម្មុយនីសវាប្រឆាំងមួយសក្តិភូមិកុម្មុយនីសពួកកុម្មុយនីសគឺវារំលំរបបស្ដេចហើយតាយើងទៅពាក់អាវខ្មៅនៅជាមួយប៉ុលពតខ្ញុំឆ្ងល់គាត់ពួកកុម្មុយនីសវាប្រឆាំងជាមួយសក្តិភូមិហើយគាត់អត់យល់មិនឃើញរូបថតគាត់មកពាក់អាវខ្មៅនៅជាមួយប៉ុលពតក្នុងព្រៃប៉ុលពតនឹងប្រើឈ្មោះវាប្រើស្មាតទៅប្រើឈ្មោះគាត់ហ្នឹងណាដើម្បីហៅមនុស្សចូលព្រៃបងប្អូនដល់ពេលបានចូលព្រៃហើយវាយចូលមកពួកយើងឯនេះស្មានតាដាច់អូជួយយកដាច់ឪមកវិញប៉ុលពតចាប់ដាច់ឪទុកក្នុងវាំងទៅចាប់ទុកក្នុងវាំងនោះទៅបងប្អូនហើយចាប់ពីពេលនោះមកអា2000000នាក់នោះទៅណាទៅបងប្អូនយើងដេញវាចាញ់វាមិនចាញ់ផងដល់ពេលឥឡូវជោគជ័យហើយវាយជាពិសេសគឺសមរភូមិកំពង់ចាមបងប្អូននិយាយពីលន់ណល់គាត់ពិបាកចិត្តបងប្អូនគាត់ចេះតែស្រែកប្រាប់អន្តរជាតិថាសង្គ្រាមឈ្លានពានទេពីព្រោះបាញ់នៅអីកំពង់ចាមបាញ់ណាបងប្អូនបាញ់ច្រើនតែយប់ប៉ុលពតវាទ័ពឆ្លើវាបាញ់យប់ពេលណាឡើងមកគឺទ័ពប៉ុលពតមកជាហៀងយកកងឡើងមកជាហៀងពេលដែលវាបាញ់លន់ណល់បាញ់ទៅបងប្អូនងាត់ព្រឹកឡើងទៅមើលសឹកតយួនកាត់វាសស្ងាត់ដល់ពេលអញ្ចឹងលន់ណល់គាត់ស្រែកប្រាប់អន្តរជាតិថាមិនមែនសង្គ្រាមស៊ីវិលខ្មែរឆ្លោះជាមួយខ្មែរទេគឺសង្គ្រាមឈ្លានពានយួនចូលឈ្លានពាននេះអត្តសញ្ញាណប័ណ្ណពួកអានឹងងាប់មកសត្វតយួនមកសស្ងាត់មានអត្តសញ្ញាណប័ណ្ណបងប្អូនអើយនិយាយពីអ្នកកសែតអាកសែតបរទេសប្រសិទ្ធតែប្រពន្ធយួនវាចុះប្រឡាប់ទៀតវាថាសង្គ្រាមនេះជាសង្គ្រាមស៊ីវិលទេរវាងខ្មែរនិងខ្មែរទេវាអត់ចេះវាអត់ចុះជួយផ្សាយទេបងប្អូនប៉ុលពតអនឡាញលន់ណល់ស្រែកតែមិនគាត់ថាសង្គ្រាមឈ្លានពានយួនអត់ទីបំផុតតែបងប្អូនអាពួកអ្នកចូលព្រៃដែលតស៊ូយកអំណាចឲ្យស្ដេចវិញហ្នឹងបងប្អូនវាយជាមួយទ័ពយួនហ្នឹងចូលក្នុងពេញយើងព្រឹបរោយនេះស្មានតអូតាចូលមកស្រែកជ័យយោពួកអានោះវាថាឲ្យតែຕົកនៅពេញយូរពួកនឹងដឹងណាថាមិនមែនទ័ពតាទេ
chẳng chấm liếc tranh phim mong chấm liếc ông là bạch vông sài từ bông đài mong nhẹ na thưa thôm nhẹ na thưa phần hiên phần linh ấy thưa ấy làm vinh ô mai dân phứ ô nhom thọ thưa phần linh chắc thưa ấy khởi lô ta mà vinh bàn thưa thôm nó bong ô nói còn đập tranh phim pin vô tục bay cho banh cho không biết đấy bong ô đập mà thấy 30 kg phim pin banh cho mong ở ngọc anh chạy ngọc nè đằng ọ cầm rong bao yuan tiền ọ na bong ô tiền ọ bong ô một đo chừng ngọn Pol Pot តែបងប្អូនមកពីស្រុកបារាំងមានគ្នា10-20នាក់បងប្អូនតើវាមានកម្លាំងឯណាសិតតែកម្លាំងបដិបដាលមកពីយួនឲ្យមកចូលប្រកបជាមួយ Pol Pot ហ្នឹងឲ្យទៅចូលមកកប់ណា Pol Pot វាអត់កម្លាំងមកពីស្រុកបារាំងដល់អញ្ចឹងមានខ្មែរយាកមិញខ្មែរអីដែលគេចាប់ទៅការជំនាន់ប្រមាត់ប្រម៉ងយកមកបដិបឲ្យនៅជាមួយខ្មែរហ្នឹងដល់ពេល Pol Pot កាន់យូរទៅបានដឹងថាអូមិត្តរបស់វាសិតក្បត់តាសិតតែក្បត់ Pol Pot ចាប់ដើមបាញ់វិញចាប់តាមសម្រាប់អានេះlênទុកចិត្តប៉ុលពតចាប់តាមសម្រាប់ពួកបូព៌ាពួកនឹងរត់ចូលទៅស្រុកយួនទៅរត់ប្រាស់អាយុទេម្ចាស់ស្លៃពីព្រោះអីប៉ុលពតតាមសម្រាប់ពួកបូព៌ារត់ប្រាស់អាយុទេយួនវាដឹងវារៀបចំផែនការទុករួចស្រេចដើម្បីត្រងយើងវាថាតិចទៀតយើងទៅទៅដល់ភ្លាមរត់ប្រាស់អាយុតាយើងធំសប្ងៃណាគឺរត់ទៅនឹងប្រាស់អាយុទេបងប្អូនប៉ុលពតតាមសម្រាប់សមមិត្តជាមួយប៉ុលពតដែរនោះប៉ុលពតតាមសម្រាប់យួនវាដឹងផ្លឹបហ្មងវាដឹងបន្តិចទៀតទៅវាប្រមូលពឹបឡើងបង្កើតជារណសេយើងមិនបង្កើតទេយួនបង្កើតទេបងប្អូនយួនបង្កើតឲ្យទេ2ធ្នូបង្កើតរណសេ2ធ្នូបងប្អូនអើយពួកយើងទៅមិនគ្រប់គ្នាទេបង្កើតរណសេពីព្រោះយើងត្រូវបង្កើតរណសេដើម្បីចុះកិច្ចសន្យាហៅយួនឲ្យចូលក្នុងប្រទេសខ្មែរកុំឲ្យយួនហ្នឹងណាកុំឲ្យអន្តរជាតិមើលឃើញថាយួនវាចូលខ្លួនឯងវាមានខ្មែរទៅបង្កើតរណសេកន្លែងវារួចហើយហៅវាឲ្យវាយចូលប្រទេសវាប៉ុន្តែតាមពិតគម្រោងមកវាទេខាងមុខក៏មានសិទ្ធិខ្មែរខាងមុខខាងក្រោយសិទ្ធិយួនស្លៀកពាក់សិទ្ធិខោអាវខ្មែរឲ្យពេញព្រៃទាំងអស់ថតដូចយើងអញ្ចឹងថតឯកសារទុកបង្កើតរណសេអាខាងមុខនេះខ្មែរអាខាងក្រោយសិទ្ធិយួនបើស្លៀកសិទ្ធិខោអាវខ្មែរទាំងអស់ហើយថតរូបទុកថតវីដេអូទុកជាភ័ស្តុតាងថាខ្មែរទៅបង្កើតរណសេក្នុងដីរបស់គេរួចហើយហៅយួនឲ្យចូលក្នុងប្រទេសខ្មែរសញ្ញេកិច្ចសន្យា2ធ្នូបងប្អូនចាំណាមកបង្កើត2ធ្នូរួច7មករាបែកមួយខែជាងបន្តិចបងប្អូនមួយខែ5ថ្ងៃសួរថាតើទៅប្រមូលគ្នាឯណាបានវាយព្រាមបងប្អូនយួនវាត្រៀមកម្លាំងរួចស្រេចហ្មងវាកាងយូរហើយអាមេរិកកាំងហើយសូវៀតចង់វាយតាំងពីឆ្នាំ76មែនតែយួនវាកាងហ្មងវាទុកឲ្យខ្មែរសម្លាប់សិនវាក្តៅក្រហាយណាស់បាញ់ជនជាតិអញបដែតតាមទឹកអញលេងវិញមកក្បាច់ចូលមកផ្លឹបបងប្អូនអាទ្រព្យសម្បត្តិខ្មែរយើងដែលគ្នាវានោះដែលជាដៃជើងរបស់ពលពតប្រកបនឹងបងប្អូនដែលវាប្រមូលជាទ្រព្យសម្បត្តិយកទៅទុកម្ដុំមកយួនវាចំណាំកន្លែងមកដឹកទាំងឡានយកទៅហ្មងនិយាយពីទ្រព្យសម្បត្តិខ្មែរទៅខ្ទេចទាំងអស់បងប្អូនយួនវាមកដឹកទាំងវ៉ាន់ទៅហ្មងហើយយើងអូយួនចូលរំដោះមកអើយបងប្អូនណាខ្ជិលចង់និយាយរហូតមកដល់សប្តាហ៍ទៀតបងប្អូនមើលវារៀបចំដាក់ស្ថាប័នមួយនឹងជាពិសេសខាងប៉ូលីសហើយទៅហ៊ានឲ្យពេញទឹកពេញដីទាំងអស់បើបោះឆ្នោតតើយើងត្រូវធ្វើម៉េចបញ្ចូលជនជាតិយួនឲ្យមកបោះចុះបើបោះចាញ់ក៏មកឲ្យដែរបាត់ទូរទស្សន៍មកផ្លឹបសិនទៅ3-4ម៉ោងរួចកែលទ្ធផលឆ្នោតមកម្ចាស់ថ្លៃអើយជ្រៅណាស់ម្ចាស់ថ្លៃជ្រៅណាស់បើតើណាជាបងប្អូនមិនងើបទេគំនិតរបស់ហូជីមិញនឹងបានសម្រេចហើយបង្កើតឥណ្ឌូចិនកម្ពុជាវៀតណាមឡាវឲ្យធំដើម្បីទប់ទល់ជាមួយនឹងចិនបងប្អូនគិតពិចារណាតិចមើលសួរថាបងប្អូនរស់ដើម្បីអីគ្រាន់តែស៊ីដីរួចចុងក្រោយងាប់ដដែលជាជនជាតិមួយដែលអត់ស្គាល់មុខមិត្តមុខសត្រូវយកសត្រូវធ្វើជាអ្នកមានគុណរបស់ខ្លួនបងប្អូនពិចារណាមើលវេទិកានឹងដឹងចាក់កើតអត់ទេបងប្អូនខ្ញុំបថុយនិយាយបងប្អូនខ្ញុំបថុយនិយាយព្រោះគេឲ្យរៀនសូត្រ